ស្រមោលខ្មៅលឿតដាំអំពិលនេះជារឿងរ៉ាវដ៏ព្រឺព្រួយឈ្មោះដែលអ្នកភូមិនៅម្ដុំឃុំដំដែកស្រុកសូត្រនិគមខេត្តសៀមរាបជាទូទៅអ្នកស្រុកតែងហៅតំបន់នោះថាស្រុកដំដែកតែងតែលាក់ទុកក្នុងចិត្តនិងប្រាប់តៗគ្នាដល់កូនចៅកុំឲ្យដើរយប់ប្រលប់កាត់ទីនោះសាច់រឿងនេះត្រូវបានរៀបរាប់ដោយបុរសម្នាក់ឈ្មោះវីរៈដែលបានជួបប្រទះរឿងនេះផ្ទាល់កាលពីប៉ុន្មានឆ្នាំមុនកាលនោះវីរៈជាជាងជួសជុលម៉ូតូនៅម្ដុំផ្សារដំដែកថ្ងៃមួយមានមិត្តភក្តិរបស់គាត់នៅភូមិមួយទៀតឆ្ងាយពីផ្សារបន្តិចបានរៀបចំកម្មវិធីឡើងផ្ទះនិងហៅគាត់ឲ្យទៅហូបជួបជុំគ្នាដោយសារតែត្រូវរងចាំបិទតូបនិងជួសជុលម៉ូតូភ្ញៀវឲ្យហើយទាន់ស្អែកវីរៈបានចេញដំណើរទៅផ្ទះមិត្តភក្តិយូរបន្តិចការហូបជុកនិងការជជែកគ្នាលេងបានអូសបន្លាយរហូតដល់ម៉ោង 7 ពីរំលងអាត្រែកទើបវីរៈសូមមិត្តភក្តិត្រឡប់មកផ្ទះវិញនៅម្ដុំផ្សារដំដែកមិត្តភក្តិបានខាត់ឲ្យគាត់គេងទីនោះមួយយប់សិនព្រោះផ្លូវត្រឡប់មកវិញត្រូវជិះកាត់ផ្លូវលំមួយខ្សែដែលស្ងាត់ជ្រងំនិងមានដើមអំពិលធំមួយដើមនៅក្បែរដីវាលដែលអ្នកភូមិធ្លាប់ល្បីថាមានការលងបន្លាចប៉ុន្តែវីរៈជាមនុស្សមិនសូវជឿរឿងផ្លូវងងឹតនិងគិតថាខ្លួនត្រូវប្រញាប់បើកទូពីព្រឹកផងនោះគាត់ក៏សម្រេចចិត្តបញ្ជាម៉ូតូ Honda Wave របស់គាត់ជាជាងមកតែម្ដងបរិយាកាសនៅម៉ោង 2 រំលងអាត្រែកស្ងាត់ជ្រងំគួរឲ្យខ្លាចតាមដងផ្លូវគ្មានផ្លូវបំភ្លីទេមានតែពន្លឺចង្គៀងម៉ូតូផ្លាក់ទៅមុខកាត់អបស្តាងជាមកដល់ពាក់កណ្ដាលផ្លូវជិតដល់ជំរិតវាលស្ងាត់ស្រាប់តែខ្យល់បក់មុខត្រជាក់ស្រេងត្រជាក់ដល់ជើងខ្នងធ្វើឲ្យវីរៈព្រាសម្បូរគិងកុកដែលមិនដឹងខ្លួនសំឡេងឆ្កែព្រោះលូពីចម្ងាយតគ្នាហាក់ដូចជាកំពុងមើលឃើញអ្វីមួយកំពុងដើរចូលមកក្បែរនៅចំពីមុខចម្ងាយប្រមាណ 50 ម៉ែត្រគឺដើមអំពិលធំដែលមានមេឃសាខាគ្រប់ដណ្ដប់លើផ្លូវស្រាប់តែម៉ូតូរបស់វីរៈដែលកំពុងតែជិះរលូនឡចាប់ផ្ដើមទាញធ្ងន់ដូចជាមានមនុស្សឡើងអង្គុយពីក្រោយហើយម៉ាស៊ីនក៏ប្រែជាលន់សំឡេងសយទៅសល់សឹងតែលុតវីរៈព្យាយាមរត់ការបន្ថែមតែម៉ូតូនៅតែយឺតពេលនោះក៏ចាប់ផ្ដើមធុំក្លិនមួយយ៉ាងចម្លែកវាជាក្លិនផ្កាម្លិះលាយឡំនឹងក្លិនធូបនិងក្លិនស្អុយរលួយតិចៗភាយចូលច្រមុះបេះដូងវីរៈចាប់ផ្ដើមលូតញាប់គាត់ប្រាប់ខ្លួនឯងថាកុំងាកមើលក្រោយកុំងាកឲ្យសោះប៉ុន្តែដោយសារតែពន្លឺចង្គៀងម៉ូតូជះទៅប៉ះនឹងដើមអំពិលខាងមុខភ្នែករបស់គាត់ក៏ប្រទះឃើញអ្វីមួយអង្គុយនៅលើមេឃអំពិលទាបល្មមដំបូងគាត់គិតថាជាសត្វមៀមឬសត្វស្វាតែពេលជិះចូលកាន់តែជិតពន្លឺម៉ូតូបានបង្ហាញយ៉ាងច្បាស់វាជារូបរាងមនុស្សស្រីស្លៀកសម្លៀកបំពាក់ពណ៌សរហិរយៈអង្គុយទម្លាក់ជើងចុះមកក្រោមអ្វីដែលធ្វើឲ្យវីរៈស្ទើរតែគៀងបេះដូងគឺជើងទម្លាក់នោះមានប្រវែងវែងខុសពីធម្មតាវែងរហូតមកដល់ដីហើយកំពុងតែយល់ចុះយល់ឡើងវីរៈភ័យញ័រខ្លួនតន្ត្រប់ដៃចង្កត់រេពេញផ្លូវស្រាប់តែមនុស្សស្រីនោះងាកមុខយឺតមកសម្លឹងមើលគាត់មុខនោះគ្មានក្របភ្នែកទេមានតែប្រហោងខ្មៅងងឹតព្រមទាំងស្នាមញញឹមរហិតដល់ត្រចៀកភ្លាមនោះស្រមោលនោះបានទម្លាក់ខ្លួនចុះពីមេឃអំពិលយ៉ាងលឿនហើយឈរនៅកណ្ដាលផ្លូវរារាំងមុខម៉ូតូរបស់គាត់ដោយក្តីតក់ស្លុតបន្ទាត់វីរៈបានចាប់ហ្វ្រាំងម៉ូតូទាល់តែរអ៊ីលដួលបុកទៅនឹងដីគាត់មិនខ្វល់ពីការឈឺចាប់ឬម៉ូតូឡើយគាត់ស្ទុះងើបឡើងហើយរត់បាត់ជើងសព្រាត់សម្ដៅទៅរកពន្លឺភ្លើងផ្ទះអ្នកភូមិដែលនៅឆ្ងាយពីនោះប្រហែល 200 ម៉ែត្រដោយស្រែកឲ្យគេជួយយ៉ាងកង់រំពងខណៈពេលអំពងរត់គាត់មានអារម្មណ៍ថាមានខ្យល់ត្រជាក់ភ្លុងក្បែរត្រចៀកគាត់និងមានសម្លេងសើចគ្រឹះតិចតាមពីក្រៅជានិច្ចទីបំផុតគាត់បានរត់ទៅដល់មុខផ្ទះអ្នកភូមិមួយហើយវាយទ្វារគេទាល់តែម្ចាស់ផ្ទះភ្ញាក់ជើងមកមើលពេលឃើញស្ថានភាពវីរៈស្លេកឆ្លាំងដកដង្ហើមហត់ញ័រខ្លួននិងមានរបួសរលត់ដៃជើងម្ចាស់ផ្ទះក៏យល់សាច់រឿងរួចប្រញាប់យកខ្សែចំណងស៊ីម៉ានោះចុងដៃនិងយកទឹកមុនមកប្រោះប្រំឲ្យគាត់ភ្លាមព្រឹកឡើងអ្នកភូមិបាននាំគ្នាទៅយកម៉ូតូរបស់វីរៈដែលដួលនៅក្បែរគល់អំពិលនោះចាស់ទុំគុនភូមិបានប្រាប់ថាកាលពីចំណានសង្គ្រាមមានស្ត្រីម្នាក់បានចងកសម្រាប់ខ្លួននៅដើមអំពិលនោះហើយវិញ្ញាណរបស់គាត់មិនទាន់ទៅចាប់ជាទេតែងតែចេញមកលងអ្នកដែលជាកាត់ទីនោះនៅពេលយប់ស្ងាត់ជាពិសេសអ្នកដែលជិះម៉ូតូទៅឯងក្រោយពីហេតុការណ៍នោះមកវីរៈបានធ្លាក់ខ្លួនឈឺចាញ់កម្ដៅអស់រយៈពេលមួយសប្តាហ៍គ្រួសាររបស់គាត់ត្រូវនិមន្តព្រះសង្ឃពីវត្តដំដែកមកសូត្រមន្តរំដោះគ្រោះនិងស្រោចទឹកទើបគាត់បានជាសះស្បើយមកវិញចាប់ពីពេលនោះមកឲ្យតែលួចគេនិយាយពីដើមអំពិលនៅម្ដុំនោះវីរៈតែងតែព្រឺសម្បោនិងបដិសេធដាច់ខាតមិនជាកាត់ទីនោះនៅពេលយប់ទៀតឡើយទោះជាមានរឿងប្រញាប់យ៉ាងណាក៏ដោយនេះជាមេរៀននិងជាបទពិសោធន៍ដ៏រន្ធត់មិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់គាត់សូមចុច follow និង like page ម្នាក់មួយផងដើម្បីទទួលបានវីដេអូបន្ត